chụp nôm lòng pin hơn chú nôm lòng pin nhá thế tao bảo bạn là nó tôi kè đậpไปให้đậpไปđau mà mới bạnขึ้นlà nó cặp nó khói nó mang khơi tinh ấy nó nổ ra lưng mầm mang máu là nó nâng hai tay một nó còn tịch bà đời một nó tịch ba mũi còn láp tư mà sầm lên khăng ấy ổn khăng mồm nhưng năng sệt chẳng phay chẳng nhẹ không à ha nó mà được chẳng mấy năng phay thẹn ấy on thôi thẹn nó ngonเลย អូន កុំភ័យពេកអូនឡានរបស់គ្នាណាអរគុណច្រើនអូនអរគុណករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដចដល់ទំនើបដោយបងប្អូនបានដឹងឬមួយក៏អ្នកនិយមតាមដាននៅរឿង Fast and Furious ជារថយន្តដចសំណប់ចិត្តរបស់តួអង្គដល់ល្បីហ្នឹងគឺដំគឺបានបុកជាមួយនឹងរថយន្ត GAC បានក្រឡាប់អូជើងត្រមេជន់នៅខាងក្រោយខ្នងខ្ញុំនេះគឺជារថយន្ត GAC បងប្អូនគឺក្រឡាប់ខ្ទេចអស់តែម្ដងផ្នែកខាងក្រោយបាទហើយអ្នកជិះនោះគឺមានជនជាតិចិនដែលបើកបរដោយបុរសជនជាតិខ្មែរតាមការបញ្ជាក់ព័ត៌មានពីគាត់ដែលជាអ្នកបើកបរហ្នឹងបានធ្វើការផ្ដល់ព័ត៌មានឲ្យខ្ញុំថាគាត់ធ្វើដំណើរពីកើតមកលិចបងប្អូនកើតមកលិចតាមបណ្ដោយផ្លូវ178ខណៈដែលមកដល់ផ្លូវ394កែងនឹងផ្លូវ63នេះគឺមានរថយន្តដចមួយគ្រឿងដែលធ្វើដំណើរមកបុកបាសជាមួយនឹងរថយន្តរបស់គាត់មួយទំហឹងតែម្ដងបណ្ដាលឲ្យកលាប់បាទរថយន្តរបស់គាត់ឯចំណែករថយន្តបាទរថយន្តដចហ្នឹងគឺរងការខូចខាតផ្នែកខាងមុខអត់ទៅបងអត់ទៅបើឯងជាអ្នកបើកបររថយន្ត GAC ហ្នឹងមែនបាទបងអាចជួយប្រាប់ហេតុការណ៍បន្តិចមើលឡានបើកពីណាមកហើយឡានដូចនេះបើកពីណាមកខ្ញុំបើកមកពីទិសខាងកើតបាទមកពីកើតហើយឆ្លងដល់ផ្លូវ394ហ្នឹងឡានគាត់មកបាទបានន័យថាបើឯងមកចិត្តផុតហើយបងឬមួយក៏មិនខ្ញុំមកបានពាក់ដាឡានស្លឹងទៅឃើញឡានគាត់មកពាក់ដាឡានហ្មងឡានលឿនហើយបងឡានគាត់ប្រហែលជា50ឡានខ្ញុំប្រហែលជា65អីប៉ុណ្ណាចុះមិនដល់ក្លាប់បងគាត់បុកគូតក្រោយបងបុកទៅបាទគាត់បុកយល់ទៅខ្ញុំឃើញគាត់មកដល់ពាក់ដាឡានអញ្ចឹងបានខ្ញុំខំប្រឹងកិច្ចគាត់ហ្មងតែកិច្ចគាត់ចាប់ប្រាំងអត់ទាន់មិនអត់ដឹងទេម្ដងបុកខ្ញុំហើយកលាប់បណ្ដោយគ្រោះថ្នាក់ចរាចរណ៍នេះយើងអត់ដឹងថាខាងណាខុសខាងណាត្រូវឬមួយក៏ខាងណាបើកយ៉ាងម៉េចទេយើងអត់ដឹងទេពីព្រោះនៅទីតាំងកន្លែងកើតហេតុគឺមានកាមេរ៉ាសុវត្ថិភាពបងប្អូនបាទអញ្ចឹងយើងសង្ឃឹមថាសមត្ថកិច្ចនឹងចុះមកធ្វើការស្រាវជ្រាវឲ្យដឹងថាខាងណាខុសខាងណាត្រូវបាទពីព្រោះម្ចាស់ពួកគាត់បាននិយាយប្រាប់ហេតុការណ៍ថាពួកគាត់ត្រូវរៀងខ្លួននេះជាការដែលយើងទទួលបានព័ត៌មាននៅទីតាំងកន្លែងកើតហេតុបាទយ៉ាងណាអត់ដឹងខាងណាត្រូវខាងណាខុសទេគឺមានតែពួកគាត់ទេដែលធ្វើការនិយាយគ្នាឬមួយក៏សមត្ថកិច្ចចុះមកធ្វើការវាស់វែងថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ1000រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរស់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះបាទនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដចដល់ទំនើបដោយបងប្អូនបានដឹងឬមួយក៏អ្នកនិយមតាមដាននៅរឿង Fast and Furious ជារថយន្តដចសំណប់ចិត្តរបស់តួអង្គដល់ល្បីហ្នឹងគឺដំគឺបានបុកជាមួយនឹងរថយន្ត GAC បានក្រឡាប់អូជើងត្រមេចនៅតាមបណ្ដោយផ្លូវ63ហៅផ្លូវតសក់ផ្អែមស្ថិតនៅកែងនឹងផ្លូវបាទ178ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញដែលរថយន្តនៅខាងក្រោយខ្នងខ្ញុំនេះគឺជារថយន្ត GAC បងប្អូនគឺកលាប់ខ្ទេចអស់តែម្ដងផ្នែកខាងក្រោយបាទហើយអ្នកជិះនោះគឺមានជនជាតិចិនដែលបើកបរដោយបុរសជនជាតិខ្មែរទេតាមការបញ្ជាក់ព័ត៌មានពីគាត់ដែលជាអ្នកបើកបរនោះបានធ្វើការផ្ដល់ព័ត៌មានឲ្យខ្ញុំថាគាត់ធ្វើដំណើរពីកើតមកលិចបងប្អូនកើតមកលិចតាមបណ្ដោយផ្លូវ178ខណៈដែលមកដល់ផ្លូវ394កែងនឹងផ្លូវ63នេះគឺមានរថយន្តដចមួយគ្រឿងដែលធ្វើដំណើរមកបុកបាសជាមួយនឹងរថយន្តរបស់គាត់មួយទំហឹងតែម្ដងបណ្ដាលឲ្យកលាប់បាទរថយន្តរបស់គាត់ឯចំណែករថយន្តបាទរថយន្តដចហ្នឹងគឺរងការខូចខាតផ្នែកខាងមុខគឺល្មមដែរទេបងប្អូនមិនជាខូចខាតអីខ្លាណាទេដោយសារតែរថយន្តហ្នឹងគឺមាំបងប្អូនរថយន្តដចកាងធ្លាក់អីអស់ហើយបងប្អូននេះកាងរថយន្តដចបងប្អូនបាទកាងរថយន្តដចគឺកាងធ្លាក់មកអស់ហើយបងប្អូនបឌីកាងจุดអីគឺធ្លាក់បងប្អូនសុំទោសមិញបានឃើញហេតុការណ៍ឡានបុកគ្នាហ្នឹងឯងអូនជួយប្រាប់តិចបានអត់ដឹងបងពេលបានឃើញទិញអីនៅនរតែលឺម៉ាំងមកឡានហ្នឹងនៅនឹងហើយតែអាមុខហ្នឹងគាត់ខ្ទេចបាទដោយមុខ
មុខនឹងខ្ទេចបានអាមួយកន្លាប់ទៅហ្មងសំលេងខ្លាំងឯអូន ខ្លាំងហ្មងខ្ញុំនឹងស្រែក យ៉ាងភ័យយ៉ាងភ្ញាក់ហ្មង ខ្ញុំថាថាឈោខ្ញុំស្មាមនុស្សឈោខ្ញុំឡើងពេញហ្នឹង ឈូនំឡើងពេញហ្នឹង អត់ទេដំបងស្មានឡាននៅផ្ទះខា បាទ ដល់ពេលដើរមកមើលមិនឃើញឡាននោះក្លាប់នៅក្រោយនោះ អូអញ្ចឹងស្មាដំបងស្មាឡាននឹងផ្ទុះអីទេអញ្ចឹងមិញហ្នឹងភ័យធ្លាក់នំធ្លាក់អីអស់ទៅ តែធ្លាក់នោះអស់លេ ហ្នឹងហើយអូនកុំភ័យពេកអូនឡានបុកគ្នាណាអរគុណច្រើនអូនអរគុណបាទនេះគឺជាការផ្ដល់ព័ត៌មានពីបងអូនស្រីដែលគាត់នៅក្បែរហ្នឹងគាត់ថាភ័យឮសំឡេងបុកគ្នានេះខ្លាំងតែម្ដងបងប្អូនឃើញទេនេះ stop LED របស់រថយន្តដចបងប្អូនគឺធ្លាក់ប៉ើងចេញមកអស់ហើយនេះបាទហើយនោះបាទហើយនេះកាងបងប្អូនហើយមានយើងមិនដឹងថាយ៉ាងម៉េចទេមកចាប់កាមេរ៉ាអ្នកកសែតមិញបងប្អូនបាទហើយយើងថតនេះកបាំងកាងឡានហ្នឹងបាទធ្លាក់មកអស់ហើយបងប្អូនបាទអានេះប្រហែលជាកាងរបស់ដចបងប្អូនបាទកាងរបស់ដចធ្លាក់របូតមកអស់ហើយបងប្អូនបាទដែលនៅទីតាំងកន្លែងកើតហេតុនេះបាទហើយនោះរថយន្តដចបងប្អូនបាទរថយន្តដចបាទរថយន្តដចឥឡូវអែនទូនាទីរបស់ពួកខ្ញុំទេបង បាទបើសិនជាប្អូនម្ចាស់ឡានអាចតែខាត់បានណាបងប្អូន បាទឥឡូវបើតាមការផ្ដល់ព័ត៌មានថាខាងបងអូនស្រីហ្នឹងគឺគាត់ថាឡានដចហ្នឹងគឺបានបុកគាត់បាទគឺបានបុកជាមួយនឹងរថយន្តរបស់គាត់បាទយ៉ាងណារថយន្តដចនេះគឺខ្ទេចហើយខាងមុខដែរបងប្អូនបាទហើយមានយើងអត់ដឹងថាយ៉ាងម៉េចទេគឺមកបើកឡានគាត់ប្រហែលជាខាងរថយន្ត GAC បាទប្រហែលជាខាងរថយន្ត GAC ដោយសារតែឡាននេះដូចជាយើងមើលអត់មានស្លាកលេខបងប្អូនបាទមានស្លាកលេខបាទឃើញគាត់មកថតបាទលេខតួលេខម៉ាស៊ីនលេខអីចឹងណាបងប្អូនហើយឡាននេះបាច់ពងអស់ហើយបាទឡានដ៏ទំនើបគឺបាទនេះថាឡានទំនើបបុកជាមួយនឹងឡានទំនើបបងប្អូននៅទីតាំងផ្លូវ63បាទហៅផ្លូវតសក់ផ្អែមហ្នឹងតែកែងនឹងផ្លូវ178ដែលស្ថិតនៅក្នុងសង្កាត់បាទផ្សារថ្មីទី3បងប្អូននៅនេះប្រហែលជាទី3ហើយបងប្អូនបាទស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី3ខណ្ឌដូនពេញរាជធានីភ្នំពេញរថយន្តដចដ៏ទំនើបបាទគឺបានខ្ទេចផ្នែកខាងមុខខ្និចគឺបានខ្ទេចផ្នែកខាងមុខហើយបែកពងសុវត្ថិភាពស្រជួយថតទិញមកពងសុវត្ថិភាពនោះជាប្រភេទរថយន្តកម្លាំងខ្លាំងបងប្អូនបាទរថយន្តនេះគឺមិនមែនថោកទេបងប្អូនបាទគឺរថយន្តដចបងប្អូនដឹងហើយបាទរថយន្តដចហ្នឹងបើតាមយើងធ្លាប់មើលរឿង Fast and Furious បាទឡានសំណប់ចិត្តរបស់ដមបាទគឺឡានសំណប់ចិត្តរបស់ដមអញ្ចឹងដចនេះគឺកប់សេរីតែម្ដងបាទហើយបុកពិតជានេះមិនមែនរឿងទេណាបងប្អូននេះគឺជាហេតុការណ៍ជាក់ស្ដែងគឺបុករថយន្ត GAC បាទគឺស្នាមអូបងប្អូននេះរថយន្ត GAC ហ្នឹងគឺបានបាទកលាប់ជើងត្រមេឃតែម្ដងបងប្អូននោះបាទបងប្អូនឃើញហើយបាទគាត់ដល់កលាប់ហ្នឹងវានៅកន្លែងកើតហេតុឲ្យបុកគ្នាហ្នឹងប្រហែលជាចូលចង់10ម៉ែត្រហើយបងប្អូនបាទគាត់ដល់បុកគ្នាហ្នឹងប្រហែលជាចង់10ម៉ែត្រហើយក៏ខ្ទាតមកកលាប់អូខ្ទេចបាទដែកនេះរបូតអស់ហើយមកបងប្អូនដែកតាគៀកខាងក្រោយដែកកាងអីហ្នឹងគឺមកអស់ហើយគឺរថយន្ត GAC ដែលបានរងការខូចខាតកលាប់ហើយផ្នែកខាងក្រោយទៀតគឺបើកបរដោយជនជាតិចិនមកតាមយើងទទួលបានព័ត៌មានយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនេះมันមានមនុស្សរងរបួសឬមួយក៏គ្រោះថ្នាក់ទេដោយសារតែការបុកប៉ះសំឡេងគឺខ្លាំងមែនតើនៅទីតាំងកន្លែងកើតហេតុរហូតដល់បងអូនស្រី2នាក់គាត់បានប្រាប់ថាគាត់ភ័យrằngរបូតធ្លាក់នំធ្លាក់អីអស់ហើយបងប្អូនបាទនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងគឺបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយើងអត់ដឹងថាខាងណាត្រូវឬមួយក៏ខាងណាខុសទេទុកតួនាទីនេះជូនសមត្ថកិច្ចដើម្បីលោកធ្វើការបន្តទៅតាមជំនាញរបស់លោកឥឡូវយើងមើលស្ថានភាពឡានណាបងប្អូនរថយន្តជាប្រភេទរថយន្ត SUV GAC ដែលឡានបងប្អូនឡានស្តៀងឡាន Alphard ណាបងប្អូនបាទហើយនេះគឺជារថយន្ត GAC ទំនើបបាទទំនើបខ្លាំងមែនតើគឺកាត់ឡើងនៅទីតាំងកន្លែងកាត់ហេតុយ៉ាងណាចំណែកឯរថយន្តដចបើយើងមើលស្ថានភាពគឺខូចខាតផ្នែកខាងមុខបងប្អូនបាទខាងមុខដែរតែដូចជាមិនសូវធ្ងន់ធ្ងរដូចរថយន្ត GAC ទេបងប្អូនបាទមិនសូវធ្ងន់ធ្ងរទេគឺធ្លាក់កាងទេបងប្អូនបាទកាងរបូតមកហើយបើយើងមើលដែកសាក់ស៊ីខាងមុខហ៎បងប្អូនឥឡូវយើងទៅមើលឡានដចម្ដងបងប្អូនបាទគឺឡានដចគឺយើងមើលបាទក៏ពិតតែសាក់ស៊ីមុខនេះទេបងប្អូននេះខ្ទេចខាងផ្នែកសាក់ស៊ីខាងមុខទេបងប្អូនបាទហើយដចនេះគឺបងប្អូនមាំមែនតែនហ្មងបាទគឺបុកគ្នាពិតជាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅចំណុចកន្លែងកើតហេតុមិនបណ្ដាលឲ្យមានមនុស្សរងរបួសឬមួយក៏គ្រោះថ្នាក់ទេយ៉ាងណាជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺយើងអត់ដឹងថាខាងណាខុសខាងណាត្រូវទេទុកទូនាទីនេះជូនសមត្ថកិច្ចដើម្បីលោកធ្វើកិច្ចការងារនេះបន្តទៀតផងដែរយើងទទួលបានព័ត៌មាននៅទីតាំងកន្លែងកើតហេតុបាទបងអត់ទៅបងអត់ទៅបងជាអ្នកបើកបររថយន្ត GAC ហ្នឹងមែនបងបាទបងអាចជួយប្រាប់ហេតុការណ៍បន្តិចមើលឡានបើកពីណាមកហើយឡានដចនេះបើកពីណាមកខ្ញុំបើកមកពីទិសខាងកើតបង
បាទមកពីការហើយឆ្លងដល់ផ្លូវ3/4ហ្នឹងឡានគាត់មកបាទ បាននេះថាបើឲ្យមកចិត្តផុតហើយបងឬមួយក៏មិនបង ខ្ញុំមកបានពាក់កណ្ដាលឡានស្លឹងទៅឃើញឡានគាត់មកពាក់កណ្ដាលឡានហ្មង ឡានលឿនហើយបង ឡានគាត់ប្រហែលជា50ឡានខ្ញុំប្រហែលជា65អីប៉ុណ្ណឹង ចុះមិនដល់ក្លាប់បង គាត់បុកគូតក្រោយបង បុកទៅវេ បាទ ហោះក្លាប់ហ្មងបង បាទគាត់បុកយល់ទៅខ្ញុំឃើញគាត់មកដល់ពាក់កណ្ដាលឡានអញ្ចឹងបានខ្ញុំខំប្រឹងកិច្ចគាត់ហ្មង បាទ តែកិច្ចគាត់ចាប់ប្រាំងអត់ទាន់មិនអត់ដឹងទេម្ដងបុកខ្ញុំហើយក្លាប់ក៏ដោយបាទ អរគុណច្រើនបង បាទ នេះគឺជាការផ្ដល់ព័ត៌មានមានរបួសអីហីបង ខ្ញុំរបួសជើងតែបន្តិចបងអត់អី ហ្នឹងហើយបើរបួសទៅពេទ្យបងអរគុណច្រើនបងអរគុណបងបាទគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ63កែងផ្លូវ178គឺរងការខូចខាតផ្នែកខាងមុខបងប្អូនយើងនឹងធ្វើការថតបញ្ជាក់ឲ្យបងប្អូនបានឃើញបងប្អូនបាទរថយន្តនេះគឺបងប្អូនឃើញហើយគឺរងការខូចខាតផ្នែកខាងមុខបាទគួរសមបាទហើយសាក់ស៊ីបងប្អូនឃើញខ្ទេចកពិតខាងឆ្វេងនេះមិនតិចទេបងប្អូនបាទឯចំណែកបាទដបូលឡានក៏ខ្ទេចខូចខាតតិចតួចដែរចំណែកឯបើតាមយើងមើលជាក់ស្ដែងគឺអត់ដល់ម៉ាស៊ីនទេគឺយើងអត់ដឹងថាឡានហ្នឹងមាំយ៉ាងម៉េចទេបងប្អូនគ្រោះថ្នាក់ចរាចរណ៍នេះយើងអត់ដឹងថាខាងណាខុសខាងណាត្រូវឬមួយក៏ខាងណាបើកយ៉ាងម៉េចទេយើងអត់ដឹងទេពីព្រោះនៅទីតាំងកន្លែងកើតហេតុនេះគឺមានកាមេរ៉ាសុវត្ថិភាពបងប្អូនបាទអញ្ចឹងយើងសង្ឃឹមថាសមត្ថកិច្ចនឹងចុះមកធ្វើការស្រាវជ្រាវឲ្យដឹងថាខាងណាខុសខាងណាត្រូវបាទពីព្រោះម្ចាស់ពួកគាត់បាននិយាយប្រាប់ហេតុការណ៍ថាពួកគាត់ត្រូវរៀងខ្លួននេះជាការដែលយើងទទួលបានព័ត៌មាននៅទីតាំងកន្លែងកើតហេតុបាទយ៉ាងណាអត់ដឹងខាងណាត្រូវខាងណាខុសទេគឺមានតែពួកគាត់ទេដែលធ្វើការនិយាយគ្នាឬមួយក៏សមត្ថកិច្ចចុះមកធ្វើការវាស់វែងនេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាយប់បាទនៅវេលាយប់ម៉ោង2យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី7ខែមករាឆ្នាំ2026នេះដែលកើតឡើងនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញខ្ញុំបាទសវណ្ណរតគិនក៏ដូចជាលោកអ៊ុំស្រស់រាល់ពេលពេកក៏ដូចជាការផ្ដល់ព័ត៌មានទៅមានចំណុចខ្វះខាតឬមួយក៏លឺលួដោយប្រការណាមួយសំខាន់តែពេលទោះដល់យើងខ្ញុំសូមបញ្ចប់ព័ត៌មានតែត្រឹមនេះសូមអរគុណសូមគោរពលាបាទ